xua ở đây nhưng ta này bơi nhâm ngọt con anh khai đẻ cái ở đây nhâm ta hả mấy ban chẳng mấy thằng vậy chắc mà mình ao thằng khơm rồi cha nhâm ao thằng khơm cha mấy ban thôi anh chẳng nhâm ớt chê tê con này nhưng mà chê tê mình ấy nhâm xì ở ai tới người ta anh chẳng á thơm lúc nèកំពុងតែមានបញ្ហាថ្លើមមែនទេប្រើផលិតផលអស់ជាច្រើនតែមិនទទួលបានផលមែនទេដោយមានរបបកំហើញថ្មីពីអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញផលិតផលមួយដ៏ល្អឯកនិងមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាថ្លើមនោះគឺ Liva Balance ជួយលោកអ្នកពីបញ្ហាថ្លើមជាច្រើនដូចជាមេរោគក្នុងថ្លើមជាតិពុលក្នុងថ្លើមខ្លាញ់រុំថ្លើមប្រភេទ AB និង C បោសថ្លើមឡើងគ្រើមក្រិនថ្លើមទាញទឹកដំណាក់កាលថ្មីឆាប់ប្រើឆាប់ទទួលបានផលដែលផ្សំចេញពីធម្មជាតិ 100% និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកអ្នកឡើយសូមឆាតមកក្នុង Page ឬទំនាក់ទំនងលេខទូរស័ព្ទនៅក្នុងវីដេអូនេះដើម្បីជួបជាមួយអ្នកជំនាញសុខភាពថ្លើមប្រឹក្សាដោយឥតគិតថ្លៃសូមអរគុណ ចាបាទតែមានឈ្មោះអីដែរtôiបានណាtôi vẫn nèមានបច្ចុប្បន្នមកដល់បច្ចុប្បន្ន ជន57 អត់ហ្នឹងmìnhមួយមកសួរសុខទុក្ខនៅមីងចង់ដឹងពីបញ្ហាការរករបស់មីងតើវាមីងមានជំងឺអីក្នុងខ្លួនហើយវាធ្វើទុកមីងមិនខ្លះពីមុនមកខ្ញុំដំបូងខ្ញុំដើរទៅវាចេះឈឺត្រង់ហ្នឹងដល់ពេលរួចពីដើរអង្គុយឈឺ ចុកបងចង់និយាយនេះ ចាហ្នឹងសៀតហ្នឹងចុកម្ដងមកក្រៅឬក៏វានៅក្តៅស្ទិញក្នុងហ្នឹងទិញនៅហ្មងទិញរាល់ថ្ងៃហ្មងបាទចាតែខ្ញុំចេះទ្រាំវាអត់លុយ ការរកនៅក្នុងខ្លួនឲ្យមីងផ្សេងទៀតមានប្រែប្រួលអីទេ ទុកពេលដេកថប់ដេកចាដេកតរត្រូវតំណងបានដេកបានអាលមាស់ហ្នឹងអត់មកតាន់និយាយទេដល់តែពេលខ្ញុំចេះវិលមុខចេះអីអញ្ចឹងទៅខ្ញុំក៏ទៅជួសឈាមលើកទី1គេប្រាប់បង្ហាញថាថ្លើមប្រភេទអីវាសាច់ថ្លើមប្រភេទ B តែសាច់ថ្លើមហ្នឹងដេញវាមិនតាន់ជាអីប្រហែលទេក្រើមតិចតួចចាក្រើមតិចតួចព្រោះអីកណ្ដាំងហ្នឹងខ្ញុំបើកមើលខ្ញុំមកនេះមើលគ្រូទី1អូចឹងមីងពិនិត្យបានដងមីងខ្ញុំពិនិត្យ2ដងគ្រូខ្ញុំ2ដងនេះអានេះមួយ លើកទី 1 ហ្នឹងដល់ពេលទៅលើកទី2នៅប៉ុណ្ណឹងដដែលចាតែពេលខ្ញុំទៅលេបមើលគាត់ទៅខ្ញុំលេប3ខែខ្ញុំលេប3ខែទៅនៅអន្តរទៅនៅតាន់តែអញ្ចឹងធ្វើមីងអន្តរខ្ញុំឈប់ហើយឈប់នឹងអត់តាន់បានស្អីដេកមើលតែទូរស័ព្ទអស់លុយបញ្ចូលចេះថាគួរទិញរាប់ខែគ្រូតាមបានន័យថាមិនឃើញដែរតែអត់ហ៊ានសម្រេចចិត្តទិញចាអត់លុយអត់ហ៊ានសម្រេចចិត្តដល់ពេលអញ្ចឹងខ្ញុំនឹងឃើញថាចេះមិនថាវាយបង្អាប់ឯងខ្ញុំថាឆ្នាំពេទ្យប្តីខ្ញុំគាត់ថាឆ្នាំពេទ្យមកតាំងពីអាមេរិកតាំងពីអីមកគេលេបជេមិនបិណ្ឌខ្លួនឯងលេបមិនជេខ្ញុំថាបើជេខ្ញុំប្រាប់ថាជេហើយបើមិនជេខ្ញុំប្រាប់ថាមិនជេគ្រូពេទ្យថាតាមដានមេហោបដល់ពេលអញ្ចឹងទៅខ្ញុំថាសម្រាប់ថាឆាប់លេបជួយផ្ដាំផ្ញើទៅបងប្អូនដែលមានជំងឺដូចខ្ញុំតស៊ូលេបឆ្នាំទៅកុំល្វើកុំឲ្យដូចខ្ញុំអីចង់ងាប់ចង់អីអញ្ចឹងបើលេបទៅជាហើយជំងឺថ្លើមប្រភេទ B ចាទីឆ្នាំហ្នឹងទៅត្រូវហើយឆ្នាំហ្នឹងប្រកែណាហើយឆ្នាំហ្នឹងចំតួចំជំងឺហ្មងអត់មែនព្រាវពីជំងឺពី3មុខទេពេលដើម្បីឲ្យច្បាស់ក្នុងចិត្តមីងមានទៅបញ្ជាក់ជាមួយពេទ្យភាសាទៀតខ្ញុំទៅបញ្ជាក់តាពេទ្យថាមិនបាច់ទេជេហើយ